រូបកាយនេះវាមិនដឹងអីទេវាគ្រាន់តែជាសម្បករូបប៉ុណ្ណោះគឺវាអាស្រ័យទៅលើទឹកចិត្តជាអ្នកអូសទាញបើប្រព្រឹត្តល្អរូបកាយក៏នៅជាសុខបើប្រព្រឹត្តអាក្រក់រូបកាយនេះក៏คล้ายជាទុក្ខគ្រប់យ៉ាងក្នុងលោកនេះក្នុងជីវិតមួយនេះគឺយ៉ាងនឹងឯងសេចក្តីសុខនៅត្រង់យើងសប្បាយចិត្តរស់នៅទីណាក៏ល្អដែរព្រោះតែចិត្តគិតឃើញថាជារឿងល្អហើយប្រកបដោយបញ្ញាខ្ពស់បើយើងចង់បានសំណាងល្អគឺត្រូវសាងល្អឲ្យជាហេតុសិនសូម្បីមានទ្រព្យសម្បត្តិលុយកាក់ច្រើនប៉ុណ្ណាក៏ដោយវាក៏មិនមែនសុទ្ធតែមានសំណាងល្អរហូតនោះទេវាអាចនឹងគ្រោះថ្នាក់ដោយសារលុយកាក់ដែលយើងប្រើប្រាស់ក្នុងផ្លូវមិនល្អមិនខានលុយកាក់ទ្រព្យសម្បត្តិទាំងឡាយនាំឲ្យមនុស្សយើងខ្វល់ខ្វាយតាំងពីមិនទាន់បានរហូតដល់បានហើយក៏នៅតែប្រាថ្នាចង់បានក្នុងរឿងផ្សេងដទៃទៀតឆ្លោះប្រកែកគ្នាដោយសារតែប្រាក់ត្រូវគំនុំគុំគួនចងពៀវវរាគ្នានឹងគ្នារហូតដល់ពេលខ្លះឈឺក្រំគ្រាឈឺចាប់ក្នុងផ្លូវចិត្តមានជាប់គុកច្រវាក់ខ្នោះជាដើមដោយសារតែអំណាចនៃប្រាក់រហូតដល់ទៅសម្លាប់ចងអាឃាតអ្នកដតីនិងខ្លួនឯងផងក៏ថាបាន